សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការគូស shape នៅក្នុង Microsoft Word ដើម្បីគូស shape បាននៅក្នុង Microsoft Word បងប្អូនគ្រាន់តែចូលទៅក្នុងពាក្យ insert មកបន្ទាប់មកបងប្អូនចុចពាក្យ shape អូខេអញ្ចឹងខ្ញុំគូស shape វងមូលមួយអញ្ចឹងពេលដែលបងប្អូនគូស shape វងមូលនេះវានឹងអត់ស្មើទេវារបៀបថាអត់ស្មើលើស្មើក្រោមអញ្ចឹងណាដើម្បីបានជា shape វងមូលបាននៅលើ keyboard របស់បងប្អូនគ្រាន់តែចុច control ហើយនិង shift វានឹងចេញតាមទម្រង់វងមូលដែលយើងចង់បានហ្នឹងទៅចង់បានតូចឬក៏ធំតាមអ្វីដែលបងប្អូនចង់បានហ្នឹងទៅអូខេខ្ញុំចង់បានប៉ុណ្ណេះអូខេអញ្ចឹងខ្ញុំមកចាក់ពណ៌ shape យើងចូល shape fill មកខ្ញុំចាក់ពណ៌ក្រហមអូខេអញ្ចឹងបងប្អូនក៏អាចចាក់ពណ៌ផ្សេងតាមដែលបងប្អូនចង់បានអញ្ចឹងទៅអញ្ចឹងបងប្អូននឹងឃើញពេលដែលខ្ញុំចាក់ពណ៌ទៅវាមានពណ៌ខៀវមួយនៅពីលើ shape fill របស់ខ្ញុំអញ្ចឹងណាអញ្ចឹងដើម្បីផ្លាស់ប្ដូរពណ៌ខាងលើនៃពណ៌ក្រហមបានខ្ញុំគ្រាន់តែចូលទៅក្នុង shape outline មកខ្ញុំផ្លាស់ប្ដូរពណ៌តាមអីដែលខ្ញុំចង់បានអញ្ចឹងទៅអូខេតែបងប្អូនក៏អាចលុប shape outline នេះបានដែរអញ្ចឹងដើម្បីលុប shape outline នេះបានបងប្អូនគ្រាន់តែចុចពាក្យ no outline មកវានឹងលុប shape outline ចោលហើយតែបងប្អូនក៏អាចផ្លាស់ប្ដូរទម្រង់ shape outline បានតាមអីដែលបងប្អូនចង់បានដែរអញ្ចឹងយើងចូល shape outline ដដែលមកខ្ញុំជ្រើសរើសបន្ទាត់វារៀងធំឬក៏តូចតាមអីដែលបងប្អូនចង់បានដូចគ្នាអូខេខ្ញុំថាខ្ញុំយកប៉ុណ្ណេះចុះអូខេបន្ទាប់មកខ្ញុំដូរ style វាអូខេខ្ញុំយក style នេះឃើញទេអូខេចូលម្ដងទៀតខ្ញុំចូល shape outline ម្ដងទៀតខ្ញុំយកបន្ទាត់ហ្នឹងអត់ជាបន្ទាត់គូសជាប់ហ្មងខ្ញុំយកចុចឬក៏បន្ទាត់ដាច់ពីគ្នាអញ្ចឹងណាអូខេឃើញទេវានឹងចេញតាមទម្រង់អីដែលបងប្អូនចង់បានហើយអញ្ចឹងខ្ញុំគូសវងមូលនឹងម្ដងទៀតហើយខ្ញុំដាក់រូបភាពចូលអញ្ចឹងដើម្បីដាក់រូបភាពបានយើងចូលក្នុង insert ម្ដងទៀតមកអូខេខ្ញុំចូល shape វងមូលមកអូខេអញ្ចឹងដើម្បីផ្លាស់ប្ដូរវងមូលនេះពណ៌វងមូលនេះយើងចូលទៅក្នុង shape fill ដដែលអូខេពណ៌ណាដែលបងប្អូនចង់បានអញ្ចឹងទៅប៉ុន្តែកន្លែងចាក់ពណ៌ហ្នឹងក៏បងប្អូនក៏អាចដាក់រូបភាពចូលទៅក្នុង shape fill ហ្នឹងបានដែរបើចុចពាក្យ picture មកហើយទៅរកកន្លែងណាដែលបងប្អូនបានដាក់រូបភាពរបស់បងប្អូនអញ្ចឹងណាអូខេខ្ញុំទុកក្នុង 3D អូខេខ្ញុំយករូបនេះមួយចុះអញ្ចឹងបងប្អូនឃើញនេះរូបភាពនេះវាអត់ស្មើទេវារៀងវាអញ្ចឹងណាអញ្ចឹងដើម្បីសេរីរូបភាពនេះឲ្យវារៀងឲ្យត្រង់ស្មើមើលទៅស្អាតអញ្ចឹងបងប្អូនគ្រាន់តែចុចលើ shape ដែលបងប្អូនបានគូសហ្នឹងមកបន្ទាប់មកបងប្អូនមកមើលកន្លែងខាងលើនេះវាមាន picture format អញ្ចឹងចុចលើ picture format មកចុចពាក្យកន្លែងក្របនេះបងប្អូនដូរមក fill មកវានឹងចេញតាមទម្រង់ដែលបងប្អូនចង់បានហើយអញ្ចឹងវារៀងស្មើលើស្មើក្រោមមើលទៅស្អាតអញ្ចឹងទៅហើយបងប្អូនក៏អាចសេរីវាបានដែរដោយចុចពាក្យ fit មកបងប្អូននឹងសេរីតាមអីដែលបងប្អូនចង់បានឧទាហរណ៍ថាបងប្អូនចង់បានប៉ុណ្ណេះអីយ៉ាប៉ុណ្ណេះអូខេអញ្ចឹងបងប្អូនអាចជ្រើសរើសតាមទម្រង់ណាមួយដែលបងប្អូនចង់បានអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំមកគូស shape មួយទៀតដែលបងប្អូនអាចសរសេរអក្សរឬក៏សេរីបន្ទាត់ទៅតាមអីដែលបងប្អូនចង់បានខ្ញុំចូល insert ដដែលខ្ញុំយក shape មកបន្ទាប់មកខ្ញុំយកពាក្យខ្ញុំយក shape មួយនេះហើយខ្ញុំគូអូខេគូមកបងប្អូនក៏អាចសេរីវាបានដែរនេះបន្ទាត់របស់វានេះបងប្អូនអាចសេរីតាមទម្រង់ណាមួយដែលបងប្អូនចង់បានហ្នឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំដាក់កន្លែងនេះដាក់ប៉ុណ្ណេះចុះអូខេខ្ញុំទាញវាមកកន្លែងនេះខ្ញុំសុំលុប shape នេះចោលអូខេអញ្ចឹងខ្ញុំសុំទាញវាទៅលើអូខេដូចគ្នាខ្ញុំសុំដាក់កោនចាអញ្ចឹងបងប្អូនក៏អាចប្រាប់គេសរសេរវាប្រាប់ថាវាជាអីគេមួយអញ្ចឹងណាដោយគ្រាន់តែចុច right click មកហើយចុចពាក្យ edit text អូខេបងប្អូនអាចសរសេរអក្សរបាននៅក្នុងហ្នឹងហើយថា here is my pro អញ្ចឹងបងប្អូននឹងឃើញថាអូអក្សរវាបាត់ទៅណាដោយសារតែអក្សរយើងមានទំហំធំពេកអញ្ចឹងយើងអាច pro មកអក្សរតិចមកចូល home pro មកអក្សរមកអូខេអញ្ចឹងវានឹងទៅតាមទម្រង់ណាមួយដែលយើងបានសរសេរអញ្ចឹងទៅអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងនឹង shape បើសិនជាបងប្អូនមានចម្ងល់តាក់ទងនឹងការគូស shape នេះបងប្អូនអាច comment នៅខាងក្រោមបានជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា